ថ្ងៃនេះខ្ញុំបង្ហាញបងប្អូនរបៀបធ្វើនំល្ពៅហើយល្ពៅចំនួន3គីឡូយើងឈូសសរសៃអញ្ចឹងហើយវារៀងវែងពេកយើងយកកត្រៃត្រៃច្រឹបវាបន្តិចតិចកុំឲ្យវាវែងពេកខ្លីៗអញ្ចឹងណាហើយមានចំនួនអង្ករម្សៅខ្សាយយើងក្នុង2គីឡូហ្នឹងយើងដាក់ម្សៅខ្សាយ6ខាំស្ករក៏6ខាំដែរហើយដូងដូងខ្ចីយើងកោសទៅសរសៃហ្នឹង2កញ្ចប់ហើយអំបិល1ស្លាបព្រាបាយខ្ទិះដូង600ក្រាមស្ករខ្ទិះដូងពាក់កណ្ដាលសិនទៅអំបិលហើយម្សៅយើងដាក់ចូលជាមួយគ្នាហ្មងហើយខ្ទិះដូងយើងដាក់ហ្នឹងបើ2គីឡូហ្នឹងយើងដាក់2កញ្ចប់ស្អាតដូងកោសហ្នឹងណាដូងលាក់ទឹកកោសហ្នឹងហើយខ្ទិះដូងដាក់ប្រហើយទាំងអស់ហ្មងហ្នឹងហើយយើងលាយសពហើយមើលតែបាត់កពៅហ្នឹងវាទៅសៃវែងពេកយើងយកកត្រៃច្រឹបវាឲ្យខ្លីៗបន្តិចទៅលាយវាឲ្យសពទៅហើយយើងខ្ចប់ចំហុយទៅបានហើយស្រួលណានំល្ពៅអញ្ចឹងឯណាឲ្យវាចូលជាតិឲ្យអស់អញ្ចឹងយើងចាប់ដើមខ្ចប់បាច់ដាក់ច្រើនទេដាក់តិចអញ្ចឹងហើយយើងធ្វើឲ្យស្ដើងអញ្ចឹងឃើញទេចឹងដាក់តិចចឹងមិនបាច់ដាក់ច្រើនទេធ្វើឲ្យស្ដើងយើងខ្ចប់ទៅបានវាឆាប់ឆ្អិនចប់ទៅហើយយើងពេញឡើងជើងយើងដាក់ចំហុយទៅ30ទៅ40នាទីឲ្យឆ្អិនហើយអត់យូរទេឥឡូវយើងខ្ចប់ហើយអញ្ចឹងណាអានេះខ្ញុំខ្ចប់មុនខ្ញុំចំហុយ40នាទីឆ្អិនណាឃើញទេឥឡូវយើងដាក់ចំហុយមួយទៀត40នាទីទៀតហើយនេះឆ្អិនហើយឃើញនេះសរសៃល្ពៅសរសៃល្អឃើញទេហើយទុកឲ្យត្រជាក់ទៅវាស្អិតដែរប៉ុន្តែឥឡូវហ្នឹងខ្ញុំសាកមើលវាឆ្ងាញ់ប៉ុណ្ណាស្អិតល្មួតផ្អែមល្មមស្ករល្ពៅ2គីឡូស្ករ6ខាំខ្ទិះដូង6ខាំហើយម្សៅដូងកោស2កញ្ចប់ហើយអំបិល1ស្លាបព្រាបាយល្មមហ្មងឃើញទេហើយខ្ញុំអរគុណនៅតាមដាន